Run Tuesday ជំរាបសួរអស់លោកអ្នកនាងកញ្ញាមាននិយាយថាអ្នកស្ដាប់កម្មវិធីកពិតមេត្រីខ្មាំងជាទីគោរពនេះជានីតិកពិតមេត្រីខ្មាំងថ្ងៃនេះសូមជូនរឿងប្រុសហើយនិងស្រីថ្ងៃព្រោះម៉ោងទី1ហ្នឹងជាប់សូពីរឿងអន្តរជាតិជាពិសេសរឿងមជ្ឈមបូព៌ារឿងរុស្ស៊ីនិងខ្លាំងខ្លាណាស់បងប្អូនដែលចូលចិត្តចំណេះដឹងព័ត៌មានបរទេសប្រវត្តិសាស្ត្របរទេសហ្នឹងអមដឹងថាចង់តទៅទៀតប៉ុន្តែសូមតែប៉ុណ្ណឹងសិនហើយបងប្អូនខាងសេដ្ឋកិច្ចអមយករឿងចងការប្រាក់រឿងធនាគារអីហ្នឹងទៅនិយាយរឿងសេដ្ឋកិច្ចហ្នឹងនៅថ្ងៃស្អែកជាមួយនឹងរឿងភ្ជាប់ជាមួយនឹងរឿងសាសនាហេតុអីបានជាពពួកជនជាតិ Jewish នឹងឯងជនជាតិ Jewish នឹងឯងសត្វតែជាអ្នកមានខាងធនាគារនឹងផោះតាំងល្អជាច្រើននឹងជម្រាបជូនពីរឿងហ្នឹងប៉ុន្តែឥឡូវនេះមករឿងស្រីហើយនឹងប្រុសជាពិសេសរឿងមតិផ្ទុយជាច្រើននៅក្នុងរឿងដែលធ្វើការសន្ទនាជាមួយនឹងប្តីប្រពន្ធរបស់ Andy មកទល់ពេលនេះនៅសាលខ្លះទៀតសុំទុកអានឹងសិនប៉ុន្តែសុំចូលមកនិយាយពីរឿងគ្រួសារបន្តិចសិនពីព្រោះថ្ងៃនេះត្រូវតែនិយាយពីរឿងស្រីហើយនឹងប្រុសហើយជាពិសេសពាក់ព័ន្ធទៅនឹងរឿងហ្នឹងធម្មតាទេនៅក្នុងសង្គមយើងបើគេនិយាយពីប្រុសអញ្ចឹងសង្គមតែងតែចោទប្រកាន់យ៉ាងខ្លាំងហើយរហូតដល់ទៅអាចចាត់ទុកថា Andy គឺជាមនុស្សដែលអាក្រក់ជាមនុស្សដែលធ្វើបាបជិះជាន់ឈ្លីប្រពន្ធនឹងគ្រួសារផ្សេងអានឹងគេអាចមើលទៅឃើញថាអញ្ចឹងឥឡូវនេះសូមជម្រាបការសង្កេតឃើញរបស់ទៅនឹងគ្រួសាររបស់ Andy វិញដោយសារតែ Andy ហ៊ាននិយាយដល់អញ្ចឹងហ៊ានបង្ហាញអំពីការពិតដល់អញ្ចឹងតើមនុស្សនឹងយ៉ាងម៉េចសូមជ្រាបថាអ្នកដែលស្គាល់ច្បាស់លាស់គេដឹងថាជាមនុស្សដែលអត់មានគ្រួសារត្រឹមត្រូវទេជាមនុស្សដែលខ្ទេចខ្ទីអស់ហើយគ្រួសាររបស់សប្តាហ៍ថ្ងៃនេះនៅសល់តែបំណែកបែកបាក់ទាំងឡាយនោះឯងរើសគុំឡើងដាក់ជ័រកាវបិទទៅយកខ្សែលួសចងទៅខ្យល់បក់មកវានៅតែបែកធ្លាក់ទៅពីព្រោះវាបានបែកទៅហើយអាហ្នឹងគ្រួសារជំរាបបងប្អូនអញ្ចឹងហ្នឹងអត់មានអីប្លែកទេប្លែកនៅត្រង់ថានៅពេលដែលនិយាយរឿងគ្រួសារដែលបងប្អូនខ្លះចូលចិត្តស្ដាប់បងប្អូនអាចចាត់ទុកថាឬក៏អាចស្រមៃថាក៏ពិតនឹងប្រហែលជាប្រុសដ៏ល្អដែលជាទីប្រាថ្នាជាអ្នកដឹកនាំគ្រួសារជាប្តីដ៏ល្អហើយមើលទៅប្រហែលជាគ្រួសារគាត់នឹងល្អណាស់បើសិនជាបានមកធ្វើកូនគាត់ឬក៏មកធ្វើប្រពន្ធគាត់នឹងប្រហែលជាល្អណាស់អានឹងធម្មតាទេយើងតែងតែមានគំនិតអញ្ចឹងនៅពេលដែលយើងស្ដាប់អ្នកណាដែលគេនិយាយទៅសំសួនអ្នកណាដែលគេនិយាយទៅដឹងខុសត្រូវធ្វើឲ្យយើងចូលចិត្តហ្នឹងយើងតែងតែមាននិន្នាការអញ្ចឹងតែបានជម្រាបហើយជម្រាបទៀតថាមូលហេតុដែលដាក់រហស្សនាមថាកពិតហ្នឹងគឺជីវិតរបស់វាខ្ទេចខ្ទីអស់ហើយខ្ទេចខ្ទីអស់ជាយូរមកហើយវាអត់ងាប់ហេតុដូច្នេះហើយការបាត់ពិសោធន៍តិចទីនៅក្នុងជីវិតរបស់ហ្នឹងបាន
ឲ្យអ៊ំចេះមើលចេះដឹងនៅអ្វីដែលខុសហើយអ៊ំនៅតែថាអញ្ចឹងអ៊ំអត់សូវដឹងអ្វីដែលត្រូវទេពីព្រោះអ្វីដែលត្រូវរបស់មនុស្សជាច្រើនអាចអត់ត្រូវចំពោះយើងទេឧទាហរណ៍ដូចជា Andy ចឹងគាត់គិតថាគាត់នឹងវាអញ្ចឹងគាត់បានដើរអញ្ចឹងគាត់នឹងវាអញ្ចឹងហើយអាអញ្ចឹងនឹងមនុស្សប្រុសខ្លះអាចថាគាត់និយាយការពិតអានឹងមានស្អីគាត់និយាយការពិតទាំងអ្នកគ្រប់គ្រងទាំងខ្លួនគាត់អីអស់ហ្នឹងអីទាំងអ៊ំហ្នឹងយើងមិនមែនបានសេចក្តីថាប្រុសត្រូវតែឲ្យវាអញ្ចឹងបានវាកើតយើងអត់ដែលទេបងប្អូនមិនដែលនិយាយថាអញ្ចឹងទេបងប្អូនអ្វីដែលត្រូវនៅតែត្រូវដដែលអ្វីដែលត្រូវគួរតែរក្សាទុកឲ្យវាត្រូវដដែលទើបវាប្រសើរឡើងប៉ុន្តែរឿងសំខាន់ហ្នឹងគឺយើងតតាំងយើងប្រតិកម្មទៅនឹងអ្វីដែលខុសរបៀបណាពីព្រោះនៅក្នុងជីវិតអ្វីដែលខុសហ្នឹងវាច្រើនអាណេកបងប្អូនទោះបីជាបងប្អូនខ្លះហ្នឹងឯងអាចគិតឃើញថាខ្លួនឯងហ្នឹងវាអត់ខុសទេប្រហែលជាខុសបន្តិចបន្តួចខុសតែខាងប្រពន្ធទេឬក៏ខាងប្រពន្ធនឹងមើលទៅឃើញថាខ្លួនឯងនឹងអត់មានខុសសោះជាអ្នករងគ្រោះទេគឺខុសតែខាងប្តីនឹងទេទោះបីអញ្ចឹងក៏ដោយទោះបីអ្នកដែលគិតអញ្ចឹងក៏ដោយសិតតែផ្លត់ខ្លួនអត់បានគិតថាតាមពិតយើងទាំងអស់គ្នាសិតតែខុសយើងទាំងអស់គ្នាសិតតែជាជនរងគ្រោះដែលកើតមកជាមនុស្សសិតតែជាជនរងគ្រោះដែលកើតមកជាមនុស្សហើយឆ្លើយតបទៅនឹងភាពបង្វែងផ្សេងរបស់សារធាតុធម្មជាតិជាសត្វណាពីព្រោះអ្វីដែលយើងធ្វើទាំងឡាយហ្នឹងវាច្រើនតែអញ្ចឹងការជាច្រើនហ្នឹងយើងបានធ្វើទៅហើយទើបយើងដឹងថាខុសទាំងគេទាំងយើងទាំងអស់គ្នាណាអូខេយើងដឹងហ្នឹងថាទាំងអស់គ្នាចឹងហើយក៏ប៉ុន្តែសង្គមដាក់ខ្សែបន្ទាត់មួយថាត្រូវធ្វើចេះបានត្រឹមត្រូវទេអាហ្នឹងអត់ខុសដែរប្រពៃនេះអត់ខុសទេបងប្អូនអ៊ំមិនប្រឆាំងមិនចំទាស់អារឿងហ្នឹងប្រពៃនេះអត់ខុសទេខ្សែបន្ទាត់នោះក៏ត្រឹមត្រូវយើងចង់បានឲ្យប្តីយើងនឹងឯងវានៅត្រង់ក្នុងបន្ទាត់នឹងយើងក៏ចង់បានប្រពន្ធយើងឲ្យវានៅត្រង់ក្នុងបន្ទាត់នឹងយើងក៏ចង់បានឲ្យកូននៅត្រង់ក្នុងបន្ទាត់នឹងហើយកូនក៏ចង់បានឲ្យយើងនឹងជាឪពុកម៉ែនឹងវានៅក្នុងបន្ទាត់នឹងប៉ុន្តែជាញយដងយើងដើរធ្លាក់កលងនឹងខ្មែរយើងហៅថាធ្លាក់កលងនឹងយើងដើរធ្លាក់អាបន្ទាត់នឹងគ្រាន់តែថាអ្នកជាច្រើនធ្លាក់ហើយគាត់ខំប្រឹងលាក់បើសិនជាលាក់បានរហូតមួយជីវិតគាត់ក៏លាក់ហើយគាត់យកចូលក្នុងភ្នោគាត់ទៅចំណែកឯអ្នកដែលមានសេចក្តីក្លាហានក្នុងការបង្ហាញបញ្ជាក់នៅរឿងកក្រិចទាំងឡាយដែលមនុស្សយើងដើរហ្នឹងច្រើនតែត្រូវគេវាយប្រហារអ៊ំមិននិយាយនេះក្នុងការកាន់ជើងណែ Andy ទេរឿងដែលសំខាន់អ៊ំចង់និយាយហ្នឹងថាអ៊ំរហូតដល់ចេះអ៊ំអត់សូវមើលនឹងបញ្ហាហ្នឹងទេដូចជារឿងសាសនាអញ្ចឹងគ្រូរបស់អ៊ំលោកគ្រូរបស់អ៊ំហ្នឹងគាត់ថារឿងសាសនាគាត់អត់មើលទៅរឿងទ្រឹស្ដីរបស់សាសនាហ្នឹងទេគាត់មើលទៅមនុស្សដែលប្រតិបត្តិសាសនាហ្នឹងមនុស្សដែលប្រតិបត្តិសាសនាហ្នឹងគឺបង្ហាញអំពីទ្រឹស្ដីរបស់សាសនាហ្នឹងចឹងតែហ្មងគឺប្រកបណាស់បងប្អូនប៉ុន្តែមិនមែនម្នាក់ពីរនេះណាចង់និយាយថាគេត្រូវមើលឲ្យច្រើនទើបមើលឃើញអាហ្នឹងចំណែកគ្រួសារអ៊ំមើលទៅផលរបស់គ្រួសារហ្នឹងមើលទៅផលរបស់គ្រួសារហ្នឹងដោយអ៊ំបាននិយាយមិញចឹងថា
អ្នកខ្លះច្រឡំហុច Andy នឹងគាត់ក៏ចឹងដែរគាត់និយាយនៅគាត់អ៊ំជឿថាគាត់និយាយដោយសុទ្ធចិត្តរបស់គាត់ចឹងគាត់និយាយនៅក្នុងកន្លែងវិធីជប់លៀងខួបទី32ឆ្នាំដែលអ៊ំថាអ៊ំមិនដែលចូលរួមសោះជាលើកទី1នឹងឯងគាត់បានធ្វើការណែនាំអ៊ំនឹងឯងសូមឲ្យអ៊ំទៅនិយាយមួយម៉ាត់ពីរនៅលើវេទិកាហ្នឹងគាត់ថាគាត់បានរៀនជាច្រើនពីអ៊ំនិយាយនឹងអ៊ំខ្មាស់គាត់ណាអ៊ំខ្មាស់ពីរឿងអីខ្មាស់ថាគាត់រៀនពីអ៊ំជាច្រើនហ្នឹងគាត់រៀនអំពីទ្រឹស្ដីគាត់រៀនអំពីទ្រឹស្ដីបងប្អូនដោយសារអីបើសិនជាគ្រួសារគាត់នឹងឯងវាកក្រិចលខាដូចអ៊ំមិនសូវអីទេអ៊ំថាប្រហែលជាអ៊ំអាចថាអញគ្រាន់បើណាប៉ុន្តែមិនចឹងទេបងប្អូនអ៊ំក្រឡេកមើលទៅគ្រួសាររបស់ Andy តាំងពីអ៊ំមិនទាន់ដែលជួបគ្រួសារទាំងអស់រួមគ្នានឹងមកនៅអូស្ត្រាលីនឹងឯងអ៊ំស្ដាប់ Andy និយាយដើមកូនថាកូននោះវាចេះប៉ុន្តែកូននោះវាមានចរិតចេះអីណា Andy ឆ្លើយអ៊ំចាប់បានមកអ៊ំចាប់បានតាំងពីមិនទាន់ជួបទាំងអស់គ្នានឹងណាពីមកធម្មតាអ៊ំជួប Andy មកប្រពន្ធអ៊ំជួបប្រហែលដល់ហើយនិយាយថាកូនក៏ស្លាប់ជួបបានដល់ប៉ុន្តែអត់ដែលជួបនៅទាំងអស់គ្នាទេហ្នឹងអ៊ំចាប់បានថាគ្រួសារនេះល្អគ្រួសារនេះលោកលើនចំណុចយ៉ាងណាដែលអ៊ំចាប់បានបងប្អូនទី1 Andy ធ្វើដំណើរមកអាមេរិកលើកនេះនឹងឯងមកទាំងប្រពន្ធកូនមកទាំងប្រពន្ធមកកូនស្រី2ហើយនិងកូនប្រុស1គឺបាត់ទាំងគ្រួសារទាំងអស់ហ្មងគេមកធ្វើអីមកស្រុកអាមេរិកនេះគេមិនមកដើរលេងទេបងប្អូនទេធម្មតាទេតែគេមកប្រទេសមួយទៀតប្រទេសដែលចម្រើនអញ្ចឹងគេវាត្រូវតែដើរលេងតិចតួចអញ្ចឹងហើយក៏ប៉ុន្តែគេមកនឹងមករៀបការណែបងប្អូនចដូនមួយគេបងប្អូនចដូនមួយគេបានន័យថាមករៀបការកូនស្រីរបស់ប្រហែលជាប្អូនស្រីប្រពន្ធ Andy ហើយណាគ្រួសារនឹងឯងណែមានទៅនៅចិត្តគ្នាណានៅឆ្ងាយពីគ្នាបងប្អូននៅឆ្ងាយពីគ្នាបានន័យថាមួយនៅអាមេរិកមួយនៅអូស្ត្រាលីទោះបីមានលុយយ៉ាងណាក៏ដោយក្នុងករណីនេះណែគ្រួសាររបស់ខាងប្រពន្ធ Andy គ្នាគ្រាន់តែជាធម្មតាទេមិនមែនជាអ្នកសបោហូហៀនោះទេចំណែកគ្រួសារ Andy ជាអ្នករកស៊ីដោយថាទូធាគួសំនៅប្រទេសអូស្ត្រាលីចឹងក៏ប៉ុន្តែហេតុអីក៏គ្រាន់តែការកូនប៉ុណ្ណឹងណែ Andy នឹងមកទាំងអស់គ្នាយើងនិយាយថាបើមកទាំងអស់គ្នានឹងវាមកពីគេមានលុយគេមានលុយគេចង់ទៅទាំងអស់គ្នាចឹងអានោះមានស្អីប្លែកអ៊ំណាអ៊ំសុំជម្រាបមិនមែនចឹងទេបងប្អូនមិនមែនមានលុយទេបងប្អូនមានលុយក៏ដោយគ្រួសារជាច្រើនទោះបីមានលុយក៏ដោយយើងចង់ហៅវាឲ្យទៅការចដូនមួយវានៅប្រទេសមួយទៀតនឹងវាអត់ឈឺក្បាលទេបើសិនជាគ្រួសារនឹងវាអត់ល្អកល្អឿននឹងគ្នាចំណុចហ្នឹងបងប្អូនត្រូវពិនិត្យមើលអាហ្នឹងតោះណាគឺថាវាតល់តែគេល្អកល្អឿននឹងគ្នាណាទៅគេបបួលគ្នាទៅដោយរីករាយទៅជួបទៅស្គាល់ទៅធ្វើតំណាក់តំណងជាមួយនឹងចដូនមួយរបស់គេអាហ្នឹងមួយឃើញទេដល់អញ្ចឹងចង់និយាយថាដំណើរទៅទាំងអស់ហ្នឹងក៏លេខបូកបង្ហាញយើងបាត់ទៅហើយពីព្រោះណែមានពេលមួយអ៊ំចង់បើកភ្នែកកូនរបស់អ៊ំហ្នឹងឲ្យវាស្គាល់ជីវិតខាងអាស៊ីឲ្យវាស្គាល់ជីវិតខាងអាស៊ីហ្នឹងចង់ឲ្យវាស្គាល់ដូចថាដំណើរជីវិតអីណាឲ្យវាមានបទពិសោធន៍ហ្នឹងអ៊ំប្រាប់វាថាណែកូនឯងទៅលេងយាយណែយាយតានៅបាងកកណែមួយអាទិត្យពីរទៅបាកងនេះណែប៉ាចេញឲ្យទាំងអស់វាថាចាំគិតមើលសិនដល់យូរទៀតវាអត់ឆ្លើយអ៊ំទៅសួរវាទៀតណាវាថាមិនតាន់ចង់ទៅទេទៅអត់បានទេនៅរវល់អញ្ចឹងបងប្អូនអញ្ចឹង
ណាចង់និយាយថាអាមួយថាវាអត់មានលុយអាមួយណែគេឲ្យលុយហើយវាមិនខ្ចីទៅទៀតឃើញទេអាអ៊ំបង្ហាញអានឹងច្បាស់ណាស់ហេតុអីបានជាកូនអ៊ំវាអត់ទៅវាមិនមែនស្អប់គេទេក៏ប៉ុន្តែវាអត់មានចំណងនិស្ស័យហេតុអីក៏វាអត់ចំណងនិស្ស័យរបៀបរស់នៅរបស់គ្រួសារនឹងអត់ខំប្រឹងធ្វើចំណងនិស្ស័យនឹងចំណុចត្រង់នឹងបងប្អូនត្រូវរៀនពីគ្រួសារចិនពីមុននេះណាកុំនិយាយពីអាចិនដីគោកដល់ធានឥឡូវនេះចិនចិត្តអាក្រក់ឥឡូវនេះអត់កើតទេចិនពីមុនណាគេហៅថាទ្រឹស្ដីឬក៏មនោគមវិជ្ជាឬក៏សាសនាគង់ជឿហ្នឹងអាហ្នឹងគឺថាគឺបងប្អូននឹងគេប្រតិកលាគ្នាសម្បើមណាស់អ្នកចិត្តអត់ណាចំណែកបងប្អូនអ៊ំតិចទីអស់លេងទេអ៊ំនិយាយហ្នឹងមិនអ៊ំបន្ទោបងប្អូនអ៊ំវាមានអាខ្សែស្រឡាយដែលលខហ្នឹងមកហើយមកអ៊ំនេះឯងអ៊ំនេះដៃតូលតែម្ដងអ៊ំនេះរឹតតែអត់លវល់ពីរឿងបងប្អូនឯណាទាំងអស់ឃើញទេតែអាហ្នឹងវាបានធ្វើខុសដែរគ្រាន់តែចេះមើលថាអាហ្នឹងអត់ត្រឹមត្រូវទេហេតុដូច្នេះការដែលខំប្រឹងសាងចំណងនិស្ស័យរវាងបងប្អូននឹងឯងក៏ជាកត្តាមួយផ្ដល់នៅសុភមង្គលដល់គ្រួសារនឹងដែរអូខេអាហ្នឹងមួយទី2នៅពេលដែលទៅលេងនៅ Las Vegas ណាយប់ណាស់ទៅហើយនឹងឯងណាពេលដែលគេបែកគ្នាពីព្រោះAndy ហើយនឹងអ៊ំនឹងឯងទៅ Grand Canyon ហ្នឹងគឺជាអច្ឆរិយៈវត្ថុធម្មជាតិរបស់ស្រុកអាមេរិកថ្ងៃណាមួយអ៊ំនឹងពិពណ៌នាពីរឿងនឹងឯងជំរាបជូនបងប្អូនខ្មែរនឹងឲ្យយល់ឲ្យស្គាល់ពីព្រោះខ្មែរជាច្រើនដែលនៅស្រុកអាមេរិកហ្នឹងក៏មិនដែលស្គាល់ដែរអូខេយ៉ាងណាក៏ដោយអ៊ំចង់និយាយថាដោយសារតែទៅតែចាស់ណែក្មេងៗគេអត់ទៅទេព្រោះក្មេងៗគេសប្បាយនឹងទីក្រុងទំនើបអាគារភ្លើងណែសម្បូរសប្បាយណែផ្សេងអញ្ចឹងគេអត់ទៅទេដល់ពេលឡានដែលត្រឡប់មកវិញរៀបចូលទីក្រុងម៉ោង7ម៉ោង8យប់នោះរៀបចូលទីក្រុងដើម្បីទៅជួបគ្នាវិញនៅក្រុងនៅស្រុកគេហ្នឹងម៉ែឪរបស់ Andyហៅកូន2-3 ដងបងប្អូនហៅកូន2-3 ដងហៅកូនដើម្បីណាត់គ្នាជួបគ្នាទៅញ៉ាំស្អីទៅញ៉ាំម្ហូបមួយនៅរេស្តូរ៉ង់មួយឃើញទេហូចអ៊ំហេតុអីក៏អ៊ំនិយាយពីអញ្ចឹងកូននិយាយដែរហ្នឹងបាទវាមានសារៈសំខាន់ដល់ចំណងនិស្ស័យនឹងការល្អោកល្អឿនចិត្តស្និទ្ធជាប់គ្នាជានិច្ចរវាងគ្រួសារជាច្រើនអាកូនវាទៅណាទៅអញជាមួយពួកម៉ាអញចាំរៀបត្រឡប់ទៅផ្ទះវិញសំជុំគ្នាឬក៏ទៅជួបគ្នានៅផ្ទះវិញហ្មងបើសិនជាឡានផ្សេងគ្នានោះណែឃើញទេអញ្ចឹងអាហ្នឹងបងប្អូនបង្ហាញពីបន្តិចអញ្ចឹងដល់ពេលអត់បានជួបគ្នាកូនគេរវល់ណែសប្បាយកន្លែងផ្សេងគេចង់ស៊ីស្អីផ្សេងអញ្ចឹងធម្មតាទេមនុស្សមានលុយគេធ្វើតែអញ្ចឹងបងប្អូនគេអត់ចង់ស៊ីជាមួយគ្នាទេហើយដល់ពេលយប់ឡើងពេលអ៊ំនៅក្នុងកតុបអូតែលនឹងដែរហ្នឹងឃើញកូនស្រីពៅហ្នឹងអាយុចិត្តប្រហែលជាកំមុំអាយុមិនដឹងប្រហែល7ម៉ែ10ក៏មិនដឹងណាកូនស្រីពៅហ្នឹងឯងនាងចូលមកដល់នាងអោបថើបម៉ែភ្លៀតនៅមុខគេមកឯងហ្នឹងអោបថើបម៉ែហើយណែគេសួរណែម៉ែឯងទៅនឹងយ៉ាងម៉េចដែរហើយម៉ែក៏គេសួរគាត់ឯងយ៉ាងម៉េចដែរយ៉ាងម៉េចនៅអីណាអញ្ចឹងគេសួរគ្នាអញ្ចឹងម៉ែឪនឹងម៉ែឪខ្មែរបងប្អូនអ៊ំចង់និយាយម៉ែឪនឹងម៉ែឪខ្មែរហើយមិនមែនម៉ែឪខ្មែរដែលខំប្រឹងធ្វើបរទេសនោះទេអ៊ំស្គាល់គ្រួសារហ្នឹងមិនមែនពពួកអាដែលខំប្រឹងធ្វើមិនសូវចេះខ្មែរហើយនិយាយតែអង់គ្លេសមិនមែនទេហេតុអីក៏អញ្ចឹងនៅចំពោះមុខគេផងបងប្អូននៅចំពោះមុខគេផងជាពិសេសបើបងប្អូនខ្មែរយើងថាណែធ្វើអញ្ចឹងសំដែងអាមុខគេនឹងរត់តែអត់ហ៊ានសំដែងទៅទៀតហើយតែខ្មាស់ទៅទៀតហើយប៉ុន្តែអានេះបង្ហាញយ៉ាងម៉េច
បង្ហាញអំពីចំណងនិស័យរវាងម៉ែនិងកូននឹងដែលអ៊ំតែងតែនិយាយថានោះហើយម៉ែនោះហើយម៉ែប្រពន្ធនោះម៉ែប្រពន្ធក្នុងន័យល្អទេអត់និយាយពីរឿងដូចអ្នកគេវាយប្រហារនោះទេម៉ែប្រពន្ធល្អអូក្លឿនណាអ៊ំឃើញអញ្ចឹងទៅអ៊ំឃើញអញ្ចឹងទៅអ៊ំនឹកដល់កូនស្រីរបស់អ៊ំនឹកដល់មនុស្សជាតិណារបស់អ៊ំដែលអ៊ំតែងតែនិយាយថាអ៊ំចង់បានកូនស្រីនោះប៉ុន្តែកូនស្រីដែលតាំងកនៅក្នុងតាំងកឡើងវិញទៀតมันអាចទេมันអាចធ្វើបានទេអ៊ំមិនធ្វើអាហ្នឹងទេvìព្រោះអ៊ំវាអាយុច្រើនហើយក៏ប៉ុន្តែអរគុណច្រើនហើយអ៊ំមានកូនស្រីចិញ្ចឹមជាច្រើននៅស្រុកខ្មែរជាទីស្រឡាញ់ជាទីរាប់អានក៏ប៉ុន្តែអញ្ចឹងក៏ដែរកូនស្រីធំហើយរាប់អានគ្នាដោយថាស្រឡាញ់ចាត់ទុកជាអូននិងកូនអីចឹងអាហ្នឹងក៏វាផ្សេងព្រោះមិនមែនជាកូនធម្មជាតិណាអរគុណច្រើនហើយកូនស្រីជាទីស្រឡាញ់ទាំងអស់នៅស្រុកខ្មែរដែលផ្ដល់នៅសេចក្តីស្រឡាញ់ឲ្យប៉ាហ្នឹងប៉ារំភើបណាមើលឃើញកូនគេអោបម៉ែហ្នឹងពីព្រោះពូជហ្នឹងពូជខ្មែរគេធ្វើអញ្ចឹងល្អក្អើនណាមួយទៀតនៅពេលដែល Andy គេរៀបចេញដំណើរត្រឡប់ទៅវិញនៅ restaurant រៀបចេញដំណើរត្រឡប់ទៅស្រុកវិញហ្នឹងឯងយើងក៏បានទៅញ៉ាំម្ហូបអីធម្មតាទេនៅភោជនីយដ្ឋានខ្មែរមួយនៅចិត្តផ្ទះរបស់អ៊ំហ្នឹងពេលដែលកំពុងតែញ៉ាំហ្នឹងឯងគេញ៉ាំបានតែបន្តិចទេមិនដឹងយ៉ាងម៉េចប្រហែលជាគេឆ្អែតមកហើយក៏មិនដឹងក៏ប៉ុន្តែវាមានហេតុការណ៍មួយទៀតដែលអ៊ំចង់ជម្រាបហ្នឹងគឺថាពងអង្គុយញ៉ាំមកទទូអញ្ចឹងណាកូនស្រីបងរបស់ Andy ហ្នឹងឯងដឹងជាអាយុប្រហែលដូច22 23អីហ្នឹងឯងកូនស្រីបងហ្នឹងគេដើរមកចិត្តប៉ាគេថាគេប្រាប់អូគេថាអ៊ំភ្លេចទៅហើយមិនដឹងគេហៅអូគេ Daddy ឬក៏ហៅប៉ាណែប៉ុន្តែគាត់អ៊ំមើលកាយវិការហើយណាឃើញនាងនឹងគេថាប៉ាយើងត្រូវទៅឲ្យដល់ស្ថានីយ៍អាកាសចរគឺទៅដល់ airport ហ្នឹងឯងម៉ោង6ហើយធ្វើដំណើរពីកន្លែងនេះទៅ45នាទីឥឡូវនេះម៉ោង5ជាងហើយប៉ានាងទៅរំលឹកអញ្ចឹងអាហ្នឹងក៏ធម្មតាដែរក៏ប៉ុន្តែនាងទៅរំលឹកប៉ុណ្ណឹងហើយ Andy ថាអរគុណកូនដែលជួយរំលឹកប៉ា Andy លូកដៃទៅចាប់ចង្កេះកូនទាំងអស់ហ្នឹងស្អីបងប្អូនទាំងអស់ហ្នឹងបង្ហាញអំពីភាពស្និទ្ធស្នាលរបស់ឪនិងកូនស្រីស្និទ្ធស្នាលសម្បើមណាស់ហើយពេលហ្នឹង Andy គៀកកូនចេញទៅក្រៅនិយាយគ្នាអីណាចឹងគឺអារូបភាពទាំងអស់ហ្នឹងណាដែលមែនអ៊ំនិយាយហ្នឹងថាគ្រួសារដែលឪអត់កាន់ចង្កេះកូនហ្នឹងវាអត់ល្អអីណាអ៊ំមិននិយាយចឹងទេបងប្អូនកុំអោយច្រឡំថាអ៊ំនិយាយចឹងអ៊ំពិពណ៌នាអាហ្នឹងសំខាន់ណាស់បងប្អូនសំខាន់យ៉ាងម៉េចសំខាន់ថាភាពស្និទ្ធស្នាលរវាងឪហើយនឹងកូនដែលពិបាកធ្វើបាននៅក្នុងវប្បធម៌របស់ខ្មែរយើងហូចដែលគេធ្វើបានពីព្រោះវប្បធម៌របស់ខ្មែរយើងវាមានវប្បធម៌មួយទៀតគឺថាស្រឡាញ់កូនកុំអោយវាដឹងចិត្តគេថាអញ្ចឹងគេថាស្រឡាញ់កូនកុំអោយវាដឹងចិត្តតែអានឹងវាត្រូវដែរប៉ុន្តែមិនសូវត្រូវទេបងប្អូនអានឹងអ៊ំហ៊ានថាអញ្ចឹងដែរបងវាមិនសូវត្រូវពីព្រោះកាលពីអ៊ំនៅក្មេងក៏ជឿថាអានឹងត្រូវខ្លាំងណាស់ពីព្រោះល្មិចពីព្រោះការគ្រប់គ្រងគ្រួសារគិតតែពីរឿងថ្មោងគិតតែពីរឿងលើករំពាត់តែហ្មងណែហើយដល់តែអញ្ចឹងទៅ
កំណត់របស់យើងនឹងគិតថាបើកាលណាយើងស្រឡាញ់កូនឲ្យវាដឹងចិត្តរំពាត់របស់យើងនឹងលើកទៅវាអត់ខ្លាចទេគេគិតថាអញ្ចឹងវប្បធម៌របស់យើងនឹងឯងឲ្យអត្ថន័យថាអញ្ចឹងតាមពិតអត់អញ្ចឹងទេបងប្អូនតាមពិតមិនអញ្ចឹងទេណែប្រហែលជាស្រុកពីដើមនឹងឯងដោយថាណែបញ្យលមិនអស់បានតែប៉ុណ្ណឹងដល់អញ្ចឹងទៅកំណត់ដែលស្រឡាញ់កូនកុំឲ្យវាដឹងចិត្តហ្នឹងកំណត់ហ្នឹងបានបណ្ដាលឲ្យប្រុសជាច្រើនដើរតួជាអ្នកកាន់អំណាចគឺថាអូម៉ាណែអូវានឹងកាយណាម៉ាណែឯណាចឹងគេថាចឹងហូចថាហូចអូជាច្រើននឹងគឺថាដើរតួគេហៅថាដើរតួរឹងកឈឺដោយថ្មអញ្ចឹងទៅអ៊ំនេះមួយជាមនុស្សអញ្ចឹងដែរដើរតួអញ្ចឹងស្មានថាអញហ្នឹងអញ្ចឹងនឹងត្រូវហើយតាមពិតខុសណាស់បងប្អូនខុសខ្លាំងណាស់សេចក្តីស្រឡាញ់យើងឲ្យច្រើនអត់ដែលខាតទេអត់ដែលខុសទេមិនដែលខុសទេក៏ប៉ុន្តែយើងភ្លីភ្លើមិនយកវិន័យយកមកពុតកូនទេដែលវាខុសសេចក្តីស្រឡាញ់ត្រូវតែឲ្យពេញបរិបូរណ៍ក៏ប៉ុន្តែដោយក្តីស្រឡាញ់នឹងផងដែរយើងក៏មានកម្រិតច្បាស់លាស់ថាវិន័យវាត្រូវចេះណាកូនណាប៉ុន្តែបញ្យលឲ្យសេចក្តីស្រឡាញ់នឹងឲ្យពេញបរិបូរណ៍កាលណាឪពុកម្ដាយដែលធ្វើអញ្ចឹងតែងតែបានផលច្រើនពីកូនតែងតែបានផលច្រើនត្រឡប់មកវិញហើយដែលអ៊ំនិយាយនឹងអ៊ំបង្ហាញអំពីគ្រួសារដ៏ល្អនេះអ៊ំស្មានពីមុនអ៊ំស្មានទេអ៊ំគ្រាន់តែស្មានទេពីព្រោះអ៊ំមិនសូវជឿគ្រួសារខ្មែរដែលនិយាយចឹងខុសហើយណែអ៊ំមិនសូវជឿថាណែគ្រួសារខ្មែរមួយចំនួនហ្នឹងសាងបានអញ្ចឹងទេវាពីព្រោះទម្លាប់វប្បធម៌របស់យើងនឹងច្រើនតែនៅរឹងគាំងនៅនឹងប្រពៃណីនឹងដែលអ៊ំហៅដែលអ៊ំតែងតែនិយាយថាប្រពៃណីដែលខុសហើយវាអត់ប្រយោជន៍ទេដកវាចេញកវែងវាចោលទៅអាហ្នឹងគឺអ៊ំច្បាស់លាស់អញ្ចឹងតែមកថាត្រូវតែធ្វើអញ្ចឹងអូខេអ៊ំបង្ហាញអំពីរឿងគ្រួសារហ្នឹងប៉ុណ្ណឹងវាខុសគ្នាទៅនឹងរូបភាពដែលគេមើលឃើញរូបភាពដែលគេអាចមើលឃើញបើស្ដាប់តាមការសន្ទនារវាងណែអ៊ំហើយនឹងអេនឌីណែអំពីការគាត់មានស្រីគាត់ធ្វើអញ្ចេះដាក់ប្រពន្ធគាត់ទៀមទាអញ្ចេះអីណាបើយើងស្ដាប់ទៅនឹងហាក់ដូចជាថាប្រុសនេះសាហាវគឺជិះជាន់ស្ត្រីហើយមិនដឹងជាធ្វើបាបគ្រួសារនឹងរបៀបណាទេពីព្រោះប្រុសនេះអាត្មានិយមហើយបលែងអាសត្វដេរឆានសត្វជាសត្វប្រុសនឹងឯងតាមអំពើចិត្តអញ្ចឹងប្រហែលជាធ្វើបាបគ្រួសារមិនដឹងយ៉ាងណាទេអាចយើងមើលឃើញថាអញ្ចឹងដោយហេតុនេះបានជាអ៊ំពិពណ៌នាអំពីគ្រួសារនឹងដែលអ៊ំសន្និដ្ឋានថាប្រហែលជាល្អកាលពីមិនទាន់ជួបដល់តែឥឡូវជួបហើយអ៊ំបង្ហាញថាល្អមែននោះហើយគ្រួសារដែលមានសុភមង្គលនោះបងប្អូនដល់អញ្ចឹងបានអ៊ំនឹកឃើញដល់ណែសម្ដីអេនឌីថាសូមបីតែកូននឹងជួនកាលអេនឌីនឹងអាចចំណែននឹងកូនទៅទៀតពីព្រោះម្ដាយនឹងនៅលើនៅចង់និយាយថាម្ដាយនឹងតម្រេតខ្លួននៅលើក្រែជាមួយនឹងអេនឌីនៅជាមួយគ្នានឹងអេនឌីអាចអេនឌីនៅជាមួយនឹង laptop អីណារហូតចឹងទៅហើយប្រពន្ធនឹងនៅនឹងក៏ប៉ុន្តែគ្រាន់តែលឺសូឡានក្រេះឡានកូនមកដល់ម្ដាយក្រោកក្រេះទៅកូននឹងធំហើយម្ដាយក្រោកក្រេះទៅចក្រានបាយម្ហូបអីធ្វើឲ្យសាច់អស់ហើយប៉ុន្តែម្ដាយក្រោកក្រេះទៅគាត់ទៅទៅជួយប្រាប់កូនទៀតថាណែអានេះស៊ីល្មិចអានេះចលក់អាណាអីណាចឹងថែមទៅទៀតខ្លាចកូនស៊ីមិនគ្រប់គ្រាន់
អានឹងនិយាយពីប្រពន្ធរបស់គាត់នឹងចង់និយាយថា Andy ប្រាប់ថាប្រពន្ធរបស់គាត់នឹងសូម្បីតែកូននឹងក៏គាត់ធ្វើអញ្ចឹងអានេះនិយាយពី Andy និយាយសរសើរប្រពន្ធរបស់គាត់សរសើរប្រពន្ធរបស់គាត់ហើយ Andy បានថែមចេះទៀតណែដោយសើចមែនតែនផងថាណែខ្ញុំចង់រកមួយទៀតដែរក៏ប៉ុន្តែមកទល់ពេលនេះរកអ្នកជំនួសគាត់នឹងអ្នកដែលគ្រាន់បើជាងគាត់នឹងអត់បានទេសម្ដីនេះលេងសើចតែជាសម្ដីពិតគឺជាប្រពន្ធដ៏ល្អដែលសាងគ្រួសារអញ្ចឹងនិយាយពីរឿងប្រពន្ធ Andy អញ្ចឹងនឹកដល់រឿងអ៊ំបន្តិចថាណាអ៊ំហៅថាអ៊ំចូលចិត្តបាយស៊ុបចូលចិត្តបាយស៊ុបហ្នឹងពីព្រោះនៅផ្ទះរបស់អ៊ំហ្នឹងអ៊ំទៅក្រៅទៅមានការអីទៅក្រៅអ៊ំអីអញ្ចឹងទៅពេលអ៊ំត្រឡប់មកដល់ផ្ទះវិញហ្នឹងពេលអ៊ំត្រឡប់មកដល់ផ្ទះវិញហ្នឹងប្រពន្ធរបស់អ៊ំច្រើនតែប្រាប់ថាមហូបឆ្អិនហើយនោះណែទៅដួសហូបទៅអ៊ំអត់ថាអីទេពីព្រោះអ៊ំទទួលថាអ៊ំបានតែប៉ុណ្ណឹងគ្នាបានតែប៉ុណ្ណឹងអ៊ំបានតែប៉ុណ្ណឹងគ្នាធ្វើបានតែប៉ុណ្ណឹងហើយណែជោគវាសនារបស់អ៊ំបានតែប៉ុណ្ណឹងហេតុអីបាននិយាយតែបានតែប៉ុណ្ណឹងពីព្រោះអ៊ំអត់បានសាងគ្រួសារនឹងឲ្យបានល្អតាំងពីចាប់ផ្ដើមមកដែរបងប្អូនសូមជ្រាបថាវាមានទៅមានមកមានទាំងអស់មានទាំងពីរខាងអ៊ំជឿច្បាស់ថាអញ្ចឹងបងប្អូនការដែលយើងសាងគ្រួសារឡើងនឹងឯងឲ្យទៅជាប្រសើរឡើងនឹងឯងទាំងពីរនាក់គឺបើកាលណាខ្វះខាតនឹងគឺខ្វះខាតទាំងពីរវាមិនមែនតែមួយខាងសុទ្ធសាធនោះទេក៏ប៉ុន្តែស្រាប់តែយើងធ្វើដំណើរទៅដល់ចុងពោចមួយពេលក្នុងករណីរបស់អ៊ំនោះទៅដល់ចុងពោចដែលកែអីទៀតឡើងកើតហើយវាចិត្តស្លាប់ទៅវិញហើយហ្នឹងទៅដល់ពេលហ្នឹងយើងឃើញលទ្ធផលមកវាចេញមកអញ្ចឹងបើលទ្ធផលវាចេញមកអញ្ចឹងហ្នឹងអ្នកឯងចង់ធ្វើម៉េចក៏វែងចោលទាំងអស់ឬក៏ក៏វែងចោលទាំងអស់ទៅឬក៏សាងឡើងវិញអ្វីទាំងអស់វារឹងអស់ទៅហើយវារឹងអស់ហើយចំពោះអ៊ំអត់រឹងអស់ទៅហើយទេអ្វីទាំងអស់ចំពោះមនុស្សទូទៅជាច្រើននឹងមកតល់អាយុណែ50 60ហ្នឹង50 70ហ្នឹងវារឹងអស់ទៅហើយវាកែអត់កើតទេប៉ុន្តែអ្នកដែលនៅកែកើតហ្នឹងគឺអ្នកដែលប្រតិបត្តិសាសនាដ៏ល្អអ្នកដែលប្រតិបត្តិសាសនាដ៏ល្អនឹងចង់និយាយថាប្រតិបត្តិសាសនាដែលមានវិធីដើម្បីកែខ្លួនយើងហ្នឹងដើម្បីកែខ្លួនយើងនឹងក្នុងករណីនេះអ៊ំនិយាយអំពីវិធីសូត្រធម៌ឬក៏វិបស្សនាឬក៏សមាធិផ្សេងអស់ហ្នឹងទាំងអស់ហ្នឹងគឺសុទ្ធតែជាវិធីដែលមិនមែនគ្រាន់តែឲ្យយើងនោះឯងព្រមស្ងប់ស្ងៀមនោះទេមិនមែនទេគឺបានកែប្រែគឺបានធ្វើបដិវត្តជីវិតរបស់យើងទៅទៀតជាពិសេសការសូត្រធម៌ដែលអ៊ំនិយាយការសូត្រធម៌តាមបែបមហាយានជប៉ុននៅក្នុងសមាគមសាងគុណធម៌ដែលអ៊ំតែងតែនិយាយជាច្រើននឹងឯងគឺការសូត្រធម៌នឹងគឺបដិវត្តស៊ីជម្រៅទៅក្នុងជីវិតរបស់យើងតែម្ដងតែកាលណាបដិវត្តស៊ីជម្រៅទៅក្នុងជីវិតយើងតែម្ដងហ្នឹងនឹងធ្វើឲ្យយើងយល់ឃើញច្បាស់លាស់ហើយព្រមកែតែម្ដងហេតុដូច្នេះហើយអ៊ំចង់និយាយថាអានឹងហើយដែលអ៊ំចង់ថាទោះបីអាយុប៉ុណ្ណាក៏ដោយបងប្អូនទោះបីអាយុប៉ុណ្ណាក៏ដោយស៊ីសងតែពីខ្លួនយើងនឹងឯងព្រមកែឬទេខ្លួនយើងព្រមកែឬទេបើយើងអត់ព្រមកែ
អាយុប៉ុណ្ណាក៏ដោយក៏យើងកែអត់កើតដែរក៏ប៉ុន្តែបើយើងព្រមនឹងចង់អ៊ំចង់ជំរាបទៀតថាបើកាលណាយើងព្រមនឹងមិនមែនអាតួអង្គយើងព្រមទេអាបើសិនជាបុគ្គលជាច្រើនចង់និយាយថាមនុស្សជាច្រើននឹងអាចនិយាយថាខ្ញុំព្រមកែហើយអត់ទេបងប្អូនកែអត់កើតទេពីព្រោះអ្នកណាក៏ហ៊ាននិយាយដែរបើសិនជាមើលឃើញខុសបន្តិចបន្តួចហ៊ាននិយាយថាខ្ញុំព្រមកែហើយក៏ប៉ុន្តែកែអាយើងព្រមកែបានទេអាអញព្រមកែហ្នឹងអាអាត្មាអញអាតួអង្គអញហ្នឹងឯដែលព្រមកែហ្នឹងអាហ្នឹងអត់សូវមានប្រសិទ្ធភាពទេកែបានតែបន្តិចទេវាត្រឡប់ទៅកន្លងចាស់វិញដដែលក៏ប៉ុន្តែបើសិនជាមនុស្សនឹងឯងប្រតិបត្តិខាងផ្លូវសាសនាអ៊ំនិយាយហើយនិយាយទៀតបើកាលណាគេប្រតិបត្តិជាពិសេសសូត្រធម៌បែបមហាយានដែលអ៊ំនិយាយហ្នឹងឬក៏គេទៅធ្វើវិបស្សនាដែលត្រឹមត្រូវវិបស្សនាដែលល្អដែលស៊ីជម្រៅហ្នឹងទាំងពីរហ្នឹងនឹងកែប៉ុន្តែពីនឹងឯងកែវាមានគេថាមានមុខព្រួញស្រួចផ្សេងគ្នាបន្តិចទៀតដែលអ៊ំធ្លាប់និយាយមកហើយតទៅថ្ងៃមុខអាចនិយាយថែមទៀតតែប៉ុណ្្នឹងនៅចំពោះអ៊ំការបដិវត្តជីវិតមែនតែននឹងគឺការសូត្រធម៌ដើម្បីដំណើរជីវិតរបស់យើងនៅបច្ចុប្បន្ននេះឯងនេះគឺតែអាយុប៉ុណ្ណាក៏ដោយឲ្យតែសូត្រធម៌គឺកែប្រែច្រើនចឹងតែហ្មងហូចអានឹងអ៊ំចង់បង្ហាញប្រាប់បងប្អូនប្តីប្រពន្ធទាំងឡាយដែលមានបញ្ហាសូមឲ្យជឿសូមឲ្យព្រមសូមឲ្យរត់ទៅរកកន្លែងនឹងឯងពីព្រោះខ្លួនយើងនឹងទោះបីបងប្អូនណាគេនិយាយប្រាប់ប៉ុណ្ណានឹងអានសភៅប៉ុណ្ណាក៏ដោយធ្វើអត់កើតទេសូមស្ដាប់បទពិសោធន៍របស់ក្មួយវិបុលជាសាស្ត្រាចារ្យមួយដែលជាអ្នកជាបញ្ញវន្តមួយរបស់នៅសង្គមរបស់ខ្មែរហ្នឹងគឺថាខំប្រឹងស្វែងរកអានចភៅខំប្រឹងរកធររកខំប្រឹងអានប្រត្រៃបេដកឯណាឆ្អែតឆ្អល់របស់គាត់កែអត់កើតពីព្រោះអានសិក្សាអ្វីផ្សេងអានឹងជាចំណេះដឹងពីក្រៅក៏ប៉ុន្តែអាចំណេះដឹងពីក្រៅនឹងគ្រាន់តែដឹងគ្រាន់តែឮទេក៏ប៉ុន្តែអាផ្នែកខាងក្នុងវានៅតែមានជ័យជំនះទៅលើអំពើរបស់វាដែលវាធ្លាប់តែដើររបៀបម៉េចនោះលុះណាតែដល់ទៅពេលទៅសូត្រធម៌ទៅស្រាប់តែបដិវត្តពីក្នុងផ្លែតតែបដិវត្តពីក្នុងទៅគឺថាដឹងតែហ្មងចាប់តែដឹងឯងចេះឯងកើតឯងកែឯងចឹងតែហ្មងคล้ายទៅជាប្តីដ៏ល្អคล้ายទៅជាប្រពន្ធដ៏ល្អយើងត្រូវការហ្នឹងបងប្អូនក្នុងគ្រួសារដែលអ៊ំនិយាយទៀតថាសំខាន់ក្រៃណាសំខាន់រឿងសាសនាសំខាន់ក្រៃណាសំខាន់សម្រាប់ជីវិតដោយអរគុណដល់ក្មួយវិបុលទំតសេមកអ៊ំថាឥឡូវនេះក្មួយវិបុលរកឃើញបេសកកម្មជីវិតហើយដែលអ៊ំតែងតែនិយាយថាបើគេបញ្យល់យើងពិបាកស្ដាប់មកយើងស្ដាប់បានក៏ប៉ុន្តែបើកាលណាយើងជួបស្រាប់តែយើងដឹងតែមកនោះហើយបេសកកម្មជីវិតសាធុបាទថ្ងៃនេះអត់ចប់ទេអ៊ំសុំទុកអានឹងទៅថ្ងៃសុក្រទៀតនឹងចង់បង្ហាញថាចេះបង្ហាញថាហូចចោះណែដល់និយាយមិញទៅថាប្រពន្ធអញ្ចឹងចោះមិនក៏ប្រពន្ធរបស់ Andy នឹងណែទ្រាំបានហូចសុកចិត្តព្រមឲ្យ Andy ធ្វើនៅអំពើណែគេហៅថាសត្វឈ្មោលតាមអំពើចិត្តអញ្ចឹងហាក់ដូចជាអន់ណាស្រីនឹងដូចជាអន់ណាបើអញមិនធ្វើអញ្ចឹងទេស្រីនឹងដូចជាអន់ណាអីណាអញ្ចឹងយើងអាចគិតថាអញ្ចឹងណាអាហ្នឹងយើងទុករឿងហ្នឹងទៅចែកគ្នានៅថ្ងៃសុក្រទៀតទៅដើម្បីអ៊ំមានផុសតាងផ្សេងដើម្បីបង្ហាញហើយក៏មានរបៀបដើម្បីបញ្ញត្តិស្មារតីរបស់យើងដែលជាស្រីនោះនៅត្រង់ណាទៅដែលថាអញជាស្រីនឹងគួរតែចេះគួរតែចោះអីហ្នឹងហើយយើងស្ដាប់មតិមួយទៀតនៅថ្ងៃសុក្រអំពីរឿងហ្នឹងបាទនេះជានេតិកពិតមតិខ្មាំងសូមឲ្យបងប្អូនបានសុខហើយសប្បាយផងបាទ